កាត់មកតប៉ែមានឈ្មោះអាសម្រែដើរលេងបង្ករឿងធ្វើបាត់តែចិត្តម៉ែព្រោះតែខ្ញុំចិត្តសឿងកាត់នៅលើដីស្រែលីជាមួយនឹងសង្គមខូខើឡើងដោះស្លែខ្ញុំតូចចិត្តជាមួយនឹងព្រំលិខិតចាមកត្រឡប់ត្រឡិនក្បាលប្រែទៅជាក្តិតធ្វើឲ្យខ្ញុំវងវែងនៅមិនស្ងប់មិនអស់ចិត្តហេតុអ្វីខ្ញុំកើតមកបកុងតែទៅភពងងឹតម៉ែចាំមកផ្ទះកូនម៉ែចាំខ្ញុំនេះអាឡៃលវលពួកម៉ាក់3 4 5នាំគ្នាបង្ហុយផ្សែងដើម្បីឲ្យមានកម្លាំងរាល់យប់ទល់ភ្លឺរហូតដល់ម៉ោង5ចាំមិនភ្លេចខ្ញុំមិនដឹងធ្វើល្មិចខំប្រឹងណាស់ដែរតែនៅតែកក្រិចធ្វើចិត្តឲ្យសបាយតែទឹកភ្នែកជ្រេចជ្រែកកែខ្លួនបានសម្រេចគេមិនជឿគេថាល្បិចអ្នកខ្លះគេសើចគេថាខ្ញុំអាយុខើចវាមិនដែលម៉ែអ្នកណាខ្លាំងដល់មកលឹងឡើយគេថាខ្ញុំប៉ិនបោកខ្ញុំប៉ិនចាក់បដោយអ្នកមិនស្គាល់ជីវិតខ្ញុំមិនយល់អារម្មណ៍ខ្ញុំឡើយតែវាជារឿងធម្មតាសង្គមឆ្កែនឹងឆ្មាកាត់មកមានគ្រោះថ្នាក់យមរាជបានចាខ្ញុំក៏មិនចង់ដែរតែបិសាចអូក្បាលធ្វើឲ្យខ្ញុំឆ្លុះវង្វេងនឹងភពងងឹតតណ្ហាឋានរੂខ្ញុំមើលឃើញស្អាតណាស់ធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់យកដៃទៅប៉ះកោដុតមិនចង់ស៊ីតែលិមួកចង់ច្រាស់នៅក្មេងមិនដឹងខ្យល់មិនព្រមស្ដាប់ចាស់ចាំឲ្យវាស្រឡះអានឹងហើយក្បាលរឹងឥឡូវនេះដឹងប្រឹងមិនក៏ឈប់ឈួតអញ្ចឹងមិនមិនខ្លាំងទៀតទៅដើម្បីឲ្យគេបានដឹងមិនអស់លះហើយអីហាអាក្បាលលឹងខ្ញុំឈួតអញ្ចឹងខ្ញុំជេរខ្លួនឯងគេមើលពីចម្ងាយគេថាខ្ញុំសំដែងតែក្នុងចិត្តខ្ញុំគេមើលមិនឃើញជាក់ស្ដែងបើមិនទាន់ស្គាល់ច្បាស់មិននិយាយមិនខ្លាចកែងជ្រេញចោះបលឺហើយជ្រេញចោះខ្ញុំខ្លួនតែមួយមិនអាចគប់ចិត្តអ្នកទាំងអស់ខ្ញុំឥឡូវកាន់សិលមិនដូចពីមុនសោះគិតច្រើនខ្វល់ច្រើនមានរឿងមិនចេះចប់ពីធម្មតាទេពេលយើងនិយាយចេញពីអារម្មណ៍គេថាយើងឈួតបែបត្រូវថ្នាំសណ្ដំនៅពីមុខធ្វើល្អនៅពីក្រោយនិយាយតាមឡើងហំនៅពីមុខគេមិនហ៊ាននិយាយចំខ្លាចអីខ្ញុំនេះពិសាចអីកុំឲ្យតែជ្រុលជ្រោះបើកវែកពីសំដីខ្លាចទប់អារម្មណ៍មិនបានខ្ញុំនឹងត្រឡប់ទៅរកភាពដើមវិញមិនខានត្រូវតែចេះគិតកុំឲ្យដូចពីមុនខ្ញុំមិនចង់ស្ដាយក្រោយដោយសារម៉ែឈឺធ្ងន់រាល់ថ្ងៃដើម្បីកូនគ្មានអ្វីក្រៅពីបន់ស្រន់ទាន់ហន់កុំឲ្យមានទុកជាទម្ងន់អ្នកចង់គិតអ្វីក៏បានថាខ្ញុំឈួតក៏បានមើលខ្លួនឲ្យតែល្អកុំឲ្យខូចប្រានល្មមចេះគិតប្រយ័ត្នរលួយខួរក្បាលកំបិតចិត្តដងឯងជាក់ជាមិនខានកែខ្លួនខ្ញុំរៀងហើយពេលនេះសំកែខ្លួនសរសេរពាក្យឈឺចាប់ជាមួយនឹងពាក្យជួនបើមិនចង់ស្ដាប់ខ្ញុំក៏មិនចាប់អ្នកអង្រួនកែខ្លួនត្រូវតែហ៊ាននិយាយថាកែខ្លួន